កាលពីព្រេងនេះមានបរិះពីរនាក់ជាសម្លាញ់នឹងគ្នាពួកគេបានទៅរៀនមុនវិជ្ជាជាមួយលោកតាអេសីម្នាក់នៅក្នុងព្រៃជ្រៅមួយលុះរៀនវិជ្ជាចេះសពគ្រប់អស់ហើយពួកគេក៏បាននាំគ្នាត្រឡប់មកស្រុកវិញនៅតាមផ្លូវធ្វើដំណើរមកស្រុកវិញបរិះម្នាក់មានឈ្មោះថានីចិត្តមានគំនិតចង់សម្លាប់សម្លាញ់របស់ខ្លួនដែលមានឈ្មោះថាជីវ៉ាព្រោះដោយសារតែគេមានចិត្តច្រណែននិងមានគំនិតចង់បានប្រពន្ធរបស់សម្លាញ់ខ្លួនឯងគេក៏គិតក្នុងចិត្តថាយើងត្រូវទៅរកវិធីសម្លាប់អាជីវ៉ានេះឲ្យបានមិនត្រូវឲ្យវាចូលទៅដល់ភូមិទីគិតហើយបរិះឈ្មោះចិត្តក៏បបួលនាជីវ៉ាឈប់សម្រាកនៅក្រោមដើមឈើក្បែរមាត់បឹងមួយនៅពេលដែលឈប់សម្រាកនោះនាចិត្តក៏បានសម្លឹងឃើញក្រពើធំមួយនៅក្បែរគល់ឈើនៅក្នុងទឹកពេលនោះគេក៏នឹករកល្បិចច្រាននាជីវ៉ាឲ្យចូលទៅក្នុងទឹកណែជីវ៉ាឯងនិយាយទៅមើលថាតើកំបិតអាគមរបស់យើងអាចសម្លាប់អ្នកមានអាគមបានដែរឬទេហើយសម្លាញ់មុខជាអាចសម្លាប់បានហើយសម្លាញ់ព្រោះកំបិតនេះលោកតាបានបញ្ចុះនៅមុនអាគមហើយថ្ងៃណាមួយគ្នានឹងសាឡបងប្រាវាសម្លាប់អ្នកមានស្បែកគង់កាប់មិនមុតដុតមិនឆេះទាំងនោះបើគេមិនធ្វើអីឲ្យប៉ះពាល់យើងឬធ្វើបាបមនុស្សដទៃគួរតែកុំប្រើកំបិតនេះសម្លាប់គេអីណាសម្លាញ់គ្នានិយាយលេងទេសម្លាញ់អូនោះសម្លាញ់ឯងញាក់ទៅមើលទៅខាងនោះមានសត្វក្រពើធំណាស់បើយើងធ្លាក់ចូលទៅក្នុងទឹកនេះណាមុខជាវាស៊ីយើងមិនខានទេអូប៉ុន្មានហើយសម្លាញ់ក្រពើនោះពិតជាធំមិនហើយបើអញ្ចឹងឯងទៅងាប់ទៅខណៈពេលនាយជីវ៉ាកំពុងតែមើលទៅក្រពើនៅក្នុងទឹកនាយចិត្តក៏បានធាក់នាយជីវ៉ាឲ្យធ្លាក់ចូលទៅក្នុងទឹកក្រពើឃើញបែបនេះក៏ត្របាក់ខំស៊ីនាយជីវ៉ាក្នុងពេលនោះទៅចំណែកនាយចិត្តក៏ឈរសើចយ៉ាងសប្បាយហើយក៏បន្តដំណើរចូលទៅក្នុងភូមិលុះចូលទៅដល់ក្នុងភូមិគេក៏បានទៅផ្ទះប្រពន្ធរបស់ជីវ៉ាលោកបងចាត់ម្ដេចបានឃើញមែនតែបងមកម្នាក់ឯងអញ្ចឹងចូលឯណាប្តីរបស់ខ្ញុំទៅក្រែងជាង3ឆ្នាំមុនអ្នកទាំងពីរបានទៅរៀនវិជ្ជាជាមួយគ្នាទេតើចូលឯណាគាត់ម្ដេចមិនមកជាមួយបងរឿងនេះបងមិននិយាយល្អជាងកុំឲ្យអូនពិបាកចិត្តតើមានរឿងអីទៅបងឆាប់និយាយមកខ្ញុំចង់ដឹងណាស់តៃអូនកាលពីជាង1ឆ្នាំមុនអាជីវ៉ាវាបានស្គាល់នារីម្នាក់នៅជើងភ្នំហើយក៏បានស្រឡាញ់គ្នាជាមួយនាងនោះថែមទាំងមានកូនទៀតផងណាហើយពេលនេះបងបបួលវាមករកអូនវិញតែវាថាវាអស់និស្ស័យជាមួយនឹងអូនហើយបងឮវានិយាយបែបនេះបងខឹងណាស់បងក៏វាយវាពេលនេះវានឹងបងផ្ដាច់ទំនាក់ទំនងឈប់ធ្វើជាមិត្តនឹងគ្នាទៀតហើយអូនបងជីវ៉ាម្ដេចបងធ្វើបែបនេះជាង3ឆ្នាំមកនេះអូនតែងតែរងចាំបងម្ដេចបងក្បត់អូនបែបនេះក្រឡេកមកមើលជីវ៉ាវិញក្រោយពីត្រូវក្រពើខំស៊ីរួចមកព្រលឹងរបស់គេនៅវិលវល់នៅក្រោមដើមឈើក្បែរមាត់ទឹកនោះមិនអាចដើរទៅណាបានរំពេចនោះលោកតាអេសីដែលជាគ្រូរបស់គេក៏បានមកដល់ទីនោះជីវ៉ាចៅកុំពិបាកចិត្តអីណាចៅនេះជាគ្រោះកម្មរបស់ចៅទេណាលោកតាជួយចៅផងលោកតាចៅមិនចង់ស្លាប់នោះទេសូមលោកតាជួយចៅផងខ្លួនប្រាណរបស់ចៅត្រូវសត្វក្រពើនោះវាស៊ីអស់ទៅហើយពេលនេះតាបានត្រឹមតែឲ្យប្រលឹងចៅទៅចូលសន្ធិដ្ឋក្នុងសត្វក្រពើនោះបណ្ដោះអាសន្នសិនទេណាចៅទុំរួមតែដល់ថ្ងៃពេញបរមីទើបអាចជប់ចៅឲ្យក្លាយជាមនុស្សពេញលក្ខណៈវិញបានដូច្នេះខណៈពេលដែលចៅមានរូបរាងជាសត្វក្រពើចៅមិនត្រូវទៅណាផ្ដេសផ្ដាសទេណាចៅកណាលោកតាចៅដឹងហើយងាកមកមើលនាយចិត្តវិញជារៀងរាល់ថ្ងៃគេតែងតែមកលួងលោមនាងតីអូនឈប់ពិបាកចិត្តទៅណាអូនបើអាជីវ៉ាវាឈប់ស្រឡាញ់អូនហើយនោះអូនគួរតែកាត់ចិត្តពីវាទៅណាខ្ញុំមិនអាចកាត់ចិត្តបានភ្លាមទេណាបងខ្ញុំខំរងចាំគាត់អស់រយៈពេលជាង3ឆ្នាំទៅហើយមិនគូណាគាត់ក្បត់ខ្ញុំបែបនេះនោះទេអូនកុំនៅស្រឡាញ់វាទៀតអីណាអូន
វាពេលនេះកំពុងតែមានក្តីសុខជាមួយនឹងស្រីរបស់វាអូនគួរតែឈប់គិតឈប់នឹកដល់វាទៀតទៅណាតីបើសិនជាអាចតើអូនអាចផ្ដល់ឱកាសឲ្យបងបានស្អំបេះដូងរបស់អូនបានទេមិនដេចបានជាបងនិយាយបែបនេះតីការពិតទៅបងលួចស្រឡាញ់អូនជាយូរណាស់មកហើយមុនអាជីវ័នទៅទៀតតែដោយសារតែបងជាក្មេងកំព្រាគ្មានទ្រព្យសម្បត្តិបានជាបងមិនហ៊ានប្រាប់អូនតែពេលនេះបងមានវិជ្ជាជាប់ខ្លួនហើយបងក៏មានសមត្ថភាពចិញ្ចឹមអូនបានដែរតើអូនព្រមទទួលបងដែរទេដោយចិត្តខឹងនឹងប្តីរបស់ខ្លួនដែលនាយចិត្តកុហកថាមានស្រីផងនោះនាងតីក៏ព្រមទទួលយកចិត្តធ្វើជាប្តីរបស់ខ្លួនចាប់តាំងពីពេលនោះមកហើយនៅថ្ងៃមួយក៏មានប្តីប្រពន្ធអ្នកភូមិ2នាក់បានចែកទូកកាត់បឹងដែលក្រពើនាយជីវ៉ារស់នៅពេលនោះប្តីប្រពន្ធនោះក៏និយាយគ្នាថាណែតប៉ៃអាគិតទៅនាងតីនេះពិតជាស្រីមានសំណាងដល់ហើយណាតប៉ៃហើយនាងតីនឹងសំណាងយ៉ាងម៉េចទៅយេប៉ាប្រាប់ខ្ញុំបន្តិចមកមើលគឺថានាងសំណាងបានប្តីដល់ទៅ2នាក់នឹងណាតប៉ៃប្តីមុនណាលើឈ្មោះថាជីវ៉ាខ្ញុំលើអ្នកភូមិក្បែរផ្ទះនាងនិយាយថាម្នាក់ឈ្មោះជីវ៉ាបានទៅរៀនវិជ្ជានៅលើភ្នំហើយក៏មានស្រីបោះបង់នាងចោលហើយពេលនេះនាងក៏បានរុំរស់ជាមួយនឹងនាយចិត្តដែលជាមិត្តភក្តិនឹងជីវ៉ានោះគិតទៅនាងតីសំណាងណាស់មិនដូចជាខ្ញុំនោះទេបានប្តីតែមួយហើយប្តីវិញមុខស្វិតដូចសត្វជីងចក់ទៅទៀតនាយជីវ៉ាពេលឮបែបនេះក៏ខឹងយ៉ាងខ្លាំងក៏បណ្ដាច់ខ្លួនឲ្យអ្នកភូមិប្តីប្រពន្ធនោះឃើញធ្វើឲ្យពួកគេភ័យយ៉ាងខ្លាំងដោយសារតែសេចក្តីខឹងក្រោធដែលឮថាអ្នកដែលសម្លាប់ខ្លួនកំពុងតែរួមរស់ជាមួយនឹងប្រពន្ធរបស់ខ្លួនធ្វើឲ្យគេភ្លេចបណ្ដាំលោកតាអីសីក៏ហៅសម្ដៅទៅផ្ទះរបស់ខ្លួនពេលទៅដល់បឹងក្បែរផ្ទះនាយជីវ៉ាបណ្ដាច់ខ្លួនឡើងលើទឹកក៏បានឃើញនាងតីនិងនាយចិត្តកំពុងតែដេកកាយភ្លើគ្នាធ្វើឲ្យគេកាន់តែខឹងខ្លាំងឡើងក៏ឡើងមកលើគោកពេលនោះនាយចិត្តក៏បានឃើញក្រពើនោះគេក៏ដឹងថាក្រពើនោះគឺនាយជីវ៉ាព្រោះរូបគេធ្លាប់បានរៀនវិជ្ជាពីតាអេសីមកទើបអាចមើលដឹងចំណែកឯនាងតីជាមនុស្សធម្មតាមិនដឹងថាក្រពើនោះជាប្តីរបស់ខ្លួនឡើយនាយចិត្តក៏បានយកកាំបិតអាគមចេញមកហើយលោតទៅប្រយុទ្ធជាមួយក្រពើនាយជីវ៉ាប្រយុទ្ធគ្នាមួយសន្ទុះសត្វក្រពើនោះក៏ត្រូវនាយចិត្តប្រើកាំបិតអាគមចាក់ជាប់នឹងក្បាលចំណែកឯនាយចិត្តក៏ត្រូវសត្វក្រពើលេបចូលទៅក្នុងពោះដែរធ្វើឲ្យនាយចិត្តស្លាប់នៅក្នុងពោះក្រពើនោះរីឯនាងតីឃើញសត្វក្រពើនោះខាំលេបនាយចិត្តបែបនេះក៏លោតទៅលើខ្នងក្រពើហើយយកកាំបិតអាគមកាប់ចាក់ទៅលើសត្វក្រពើនោះរំពេចនោះសត្វក្រពើក៏បានប្រែជាមនុស្សវិញធ្វើឲ្យនាងតីចម្លែកចិត្តជាខ្លាំងហេតុអីសត្វក្រពើនេះប្រែคล้ายជាបងជីវ៉ាទៅវិញតើមានរឿងអ្វីទៅអូនតីសត្វក្រពើដែលអូនកាប់សម្លាប់មុននេះគឺជារូបបងណាអូនបងជីវ៉ាហេតុអីคล้ายជាបែបនេះទៅបងតើបងមានរឿងអ្វីទៅបានជាបងคล้ายជាក្រពើបែបនេះតៃអូននៅតាមផ្លូវធ្វើដំណើរមកបងត្រូវអាចិតធាក់បងទម្លាក់ឲ្យក្រពើស៊ីបានជាបងคล้ายជាក្រពើបែបនេះណាអូនហេតុអីបានជាអូនទៅរួមរស់ជាមួយអាចិតបែបនេះបងជីវ៉ាឲ្យអូនសុំទោសផងណាបងដោយសារតែអូនជឿទៅលើពាក្យកុហករបស់នាយចិនគេថាបងមានស្រីហើយបោះបង់អូនចោលបានជាអូនខឹងបងហើយអូនក៏សម្រេចចិត្តរួមរស់ជាមួយនាយចិនបែបនេះបងយល់ហើយអូនគ្រប់យ៉ាងវាជាល្បិចរបស់អាចិនបងមិនខឹងអូនទេបងលាអូនហើយបើមានជាតិក្រោយបងសូមជួបអូនទៀតតែបងកុំស្លាប់ចោលអូនអីណាបងដឹងខ្លួនឡើងវិញមកណាបង
បងជីវ៉ាបងឆាប់ងាប់ឡើងវិញមកណាបងបងជីវ៉ាអូនជាអ្នកសម្លាប់បងអូននឹងសម្លាប់ខ្លួនទៅនៅជាមួយបងហើយណាបង នាងតីក៏បានសម្លាប់ខ្លួនឯងនៅក្នុងពេលនោះទៅចំណែកនាយចិត្តវិញក៏បានប្រែក្លាយជាសត្វក្រពើវិញម្ដងហើយនៅតាមចងកម្មចងពីជាមួយនាងតីនិងជីវ៉ាគ្រប់ជាតិសូមរងចាំទស្សនាវគ្គ2បន្តទៀតសូមអរគុណ